ទីខ្ពស់នៃជីវិតទម្រាំមនុស្សណាម្នាក់អាចឡើងមកដល់ទីខ្ពស់នៃជីវិតបានវាមិនមែនងាយស្រួលនោះទេវាត្រូវការកំណត់គោលដៅនិងការលះបង់ជាច្រើនទីខ្ពស់នៃជីវិតរបស់មនុស្សយើងមិនអាចឡើងទៅដល់បានដោយគ្មានឆន្ទៈនោះឡើយមានន័យថាវាទាមទារឲ្យមនុស្សយើងធ្វើការសម្រេចចិត្តជាមុនដែលច្បាស់លាស់ជាក់លាក់និងជឿជាក់លើខ្លួនឯងដោយសារការឡើងទៅទីខ្ពស់នៃជីវិតតម្រូវឲ្យមនុស្សយើងមានកម្លាំងចិត្តខ្លាំងជាងកម្លាំងកាយប៉ុន្តែមិនមែនសំដៅដល់មនុស្សខ្សោយកម្លាំងចិត្តមិនអាចឡើងទៅបាននោះទេសំខាន់ស្ថិតនៅលើទង្វើរបស់យើងមានចិត្តចង់ផ្លាស់ប្ដូរភាពទន់ខ្សោយនោះឬក៏អត់បើមានការតាំងចិត្តពេលនោះកម្លាំងចិត្តនឹងចូលមកបម្រើជីវិតយើងបានយ៉ាងខ្លាំងក្លាផ្លាស់ប្ដូរការគិតជីវិតនឹងផ្លាស់ប្ដូរកម្លាំងចិត្តនឹងនៅជាមួយយើងពេលណាដែលយើងមានកម្លាំងតាំងចិត្តខ្ពស់ថាអាចធ្វើបានទោះបីមានឧបសគ្គអ្វីក៏ដោយការតាំងចិត្តយ៉ាងមុតមាំនឹងជំរុញឲ្យយើងឈានទៅដល់ទីខ្ពស់នៃជីវិតរបស់យើងបានទម្រាំអាចសម្រេចក្តីសុបិនវាមិនមែនជារឿងងាយស្រួលទេសៀវភៅនេះស្រាលហើយវាមានទំហំ A5 សៀវភៅលេខសម្ងាត់មានកម្រាស់278ទំព័រជាប្រភេទសៀវភៅលើកទឹកចិត្តមានការបំផុសជាសំណួរជាច្រើនដើម្បីឲ្យអ្នកអានស្វែងរកចម្លើយចេញពីក្នុងខ្លួនឯងសៀវភៅនេះត្រូវចំពោះអ្នកដែលកំពុងតែស្វែងរកខ្លួនឯងជានរណាកើតមកដើម្បីអ្វី